ទីក្រុងទាំង10នៅលើពិភពលោកដែលជាប់ឈ្មោះក្នុងបញ្ជីជាទីក្រុងដែលកកស្ទះចរាចរណ៍ខ្លាំងជាងគេតម្រូវការយានយន្តកាន់តែច្រើនធ្វើឲ្យមានការកកស្ទះចរាចរណ៍កាន់តែខ្លាំងជាពិសេសនៅតាមបណ្ដាទីក្រុងធំៗដែលមានការអភិវឌ្ឍសម្រាប់វីដេអូនេះលោកអ្នកនឹងបានស្គាល់ទីក្រុងដែលត្រូវបានគេកត់ត្រាចូលទៅក្នុងបញ្ជីជាទីក្រុងទាំង10ដែលមានការកកស្ទះចរាចរណ៍ច្រើនជាងគេបំផុតនៅក្នុងពិភពលោកបើយើងគិតមកដល់ឆ្នាំ2026តើទីក្រុងទាំង10នោះគឺជារបស់ប្រទេសណាខ្លះទិញទំនិញស្រួលជាងមុនចំណេញជាងមុនត្រូវតែទិញជាមួយនឹង K-Store App by BizAdvisor លំដាប់ទី10បានទៅប្រទេសថៃទីក្រុងដែលជារាជធានីរបស់ប្រទេសថៃមួយនេះមានកម្រិតកកស្ទះចរាចរណ៍ជាមធ្យម 67.9% កន្លែងដែលកកស្ទះចរាចរណ៍ច្រើនជាងគេនៅក្នុងទីក្រុងមួយនេះមានឧទាហរណ៍ដូចជាផ្លូវរាមាទី4ហើយនិងផ្លូវកែងអាសោប្រជិនបុរីនៅក្នុងទីក្រុងបាងកកធ្លាប់មានការកកស្ទះចរាចរណ៍យានយន្តនៅក្នុងចម្ងាយដល់ទៅ30គីឡូម៉ែត្រនៅពេលកកស្ទះខ្លាំងម្ដងរយៈពេល2ម៉ោងគេមិនអាចរំកិលខ្លួនបាន1គីឡូម៉ែត្រផងជារៀងរាល់ឆ្នាំទីក្រុងបាងកកបានខាត់បង់ពេលវេលានៃការធ្វើដំណើរម្ដងជា115ម៉ោងលំដាប់ទី9បានទៅទីក្រុងលីម៉ារបស់ប្រទេសប៉េរូកម្រិតកកស្ទះជាមធ្យមនៅក្នុងទីក្រុងមួយនេះគឺ 69.3% រាល់ឆ្នាំទីក្រុងមួយនេះបានខាត់បង់ពេលវេលាដោយសារតែការកកស្ទះចរាចរណ៍ម្ដងជា195ម៉ោងលីម៉ាគឺជារដ្ឋធានីរបស់ប្រទេសប៉េរូជាកន្លែងប្រមូលផ្ដុំទៅដោយអគារខ្ពស់ៗហើយនិងផ្លូវខ្វាញ់ខ្វាន់បើទោះបីជាមានផ្លូវច្រើនក៏ប៉ុន្តែมันអាចបំពេញតម្រូវការយានយន្តដ៏សន្ធឹកសន្ធាប់បានទេលំដាប់ទី8បានទៅទីក្រុងអារីគីប៉ានេះគឺជាទីក្រុងធំបំផុតលំដាប់ទី2របស់ប្រទេសប៉េរូហើយក៏ធ្លាប់ជាទីប្រជុំជនធំបំផុតនៅក្នុងតំបន់អារីគីប៉ាកម្រិតនៃការកកស្ទះចរាចរណ៍ជាមធ្យមនៅក្នុងទីក្រុងមួយនេះមាន 69.5% នៅពេលដែលចូលទៅដល់ទីក្រុងមួយនេះនៅក្នុងចម្ងាយ1គីឡូម៉ែត្រគេត្រូវចំណាយពេលវេលា3នាទី27វិលំដាប់ទី7បានទៅទីក្រុងបូកូតារបស់ប្រទេសកូឡុំប៊ីនៅក្នុងមួយឆ្នាំទីក្រុងមួយនេះខាតបង់ពេលវេលា153ម៉ោងដោយសារតែការធ្វើចរាចរណ៍ដ៏សានយឺតការធ្វើដំណើរនៅក្នុងទីក្រុងមួយនេះជាមធ្យមនៅក្នុងរយៈពេល1ម៉ោងគេអាចធ្វើដំណើរបានចម្ងាយ 18.9 គីឡូម៉ែត្រតែប៉ុណ្ណោះលំដាប់ទី6បានទៅទីក្រុងលូប្លីនរបស់ប្រទេសប៉ូឡូញទោះបីជាទីក្រុងមួយនេះធំបំផុតលំដាប់ទី8របស់ប្រទេសក៏ប៉ុន្តែគឺជាទីក្រុងដែលមានការកកស្ទះចរាចរណ៍ខ្លាំងណាស់ប្រចាំប្រទេសប៉ូឡូញកម្រិតកកស្ទះចរាចរណ៍ជាមធ្យមនៅក្នុងទីក្រុងមួយនេះគឺ 70.4% នៅក្នុងមួយឆ្នាំទីក្រុងលូប្លីនខាត់បង់ពេលវេលាដោយសារតែការកកស្ទះចរាចរណ៍ចំនួន117ម៉ោងហើយនៅពេលដែលធ្វើដំណើរនៅក្នុងទីក្រុងមួយនេះគេអាចធ្វើដំណើរនៅក្នុងល្បឿនត្រឹមតែ27គីឡូម៉ែត្រនៅក្នុង1ម៉ោងតែប៉ុណ្ណោះលំដាប់ទី5បានទៅទីក្រុងពូណេរបស់ប្រទេសឥណ្ឌាទីក្រុងមួយនេះមានប្រជាជនរស់នៅម្ដងជាង70លាននាក់ហើយជាមធ្យមកម្រិតនៃការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងមួយនេះមាន 71.1% នៅក្នុងមួយឆ្នាំទីក្រុងមួយនេះខាតបង់ពេលវេលាដោយសារតែការកកស្ទះចរាចរណ៍និងការធ្វើដំណើរយឺតៗប្រមាណជា6ថ្ងៃ8ម៉ោងទោះបីជាមានកំណើនវិនិយោគទៅលើការគ្រប់គ្រងចរាចរណ៍នៅក្នុងទីក្រុងមួយនេះក៏ប៉ុន្តែការកកស្ទះនៅតែកើតមានលំដាប់ទី4បានទៅទីក្រុងឡូសរបស់ប្រទេសប៉ូឡូញទីក្រុងមួយនេះមានមនុស្សរស់នៅម្ដងជាត្រឹមតែ65ម៉ឺននាក់តែប៉ុណ្ណោះក៏ប៉ុន្តែមានការកកស្ទះចរាចរណ៍ខ្លាំងគឺកម្រិតនៃការកកស្ទះចរាចរណ៍ជាមធ្យមនោះ 72.8% ការធ្វើដំណើរក្នុងទីក្រុងមួយនេះនៅពេលព្រឹកគេត្រូវចំណាយពេលវេលាប្រហែលជា28នាទី51វិដើម្បីធ្វើដំណើរបានចម្ងាយ10គីឡូម៉ែត្រនៅក្នុងចម្ងាយ10គីឡូម៉ែត្រដូចគ្នានៅពេលល្ងាចវិញគេត្រូវចំណាយពេលវេលា36នាទី9វិនាទីលំដាប់ទី3បានទៅទីក្រុងឌូប្លីនរបស់ប្រទេសអេក្លង់រដ្ឋធានីរបស់សាធារណរដ្ឋអេក្លង់មួយនេះមានការកកស្ទះចរាចរណ៍ជាមធ្យមនៅក្នុងកម្រិត 72.9% ការកកស្ទះខ្លាំងតែងតែកើតឡើងនៅក្នុងពេលព្រឹកនិងពេលល្ងាចនៅពេលព្រឹកក្នុងទីក្រុងមួយនេះចម្ងាយ10គីឡូម៉ែត្រគេត្រូវចំណាយពេលវេលានៅក្នុងការធ្វើដំណើរ43នាទី48វិរីឯនៅពេលល្ងាចគេត្រូវជិះឡានដោយប្រើពេលវេលាក្នុងចម្ងាយដូចគ្នា45នាទី7វិនាទីលំដាប់ទី2បានទៅទីក្រុងបេងកាឡូរូរបស់ប្រទេសឥណ្ឌា
វាចាប់ឈ្មោះថាជាទីក្រុងយឺតបំផុតប្រចាំប្រទេសឥណ្ឌាជាមួយនឹងការកកស្ទះចរាចរណ៍ដែលមានកម្រិតជាមធ្យម 74.4% ការស្ទះចរាចរណ៍ខ្លាំងបំផុតនៅក្នុងទីក្រុងមួយនេះចាប់ផ្ដើមឡើងពីម៉ោង 9 ព្រឹករហូតដល់ម៉ោង 7 យប់ហើយអ្នកធ្វើដំណើរក្នុងម្នាក់ក្នុងមួយឆ្នាំខាតបង់ពេលវេលាដោយសារតែការកកស្ទះចរាចរណ៍នេះ 168 ម៉ោងលំដាប់ទី1ទីក្រុងដែលកកស្ទះចរាចរណ៍ខ្លាំងជាងគេគឺទីក្រុង Mexico City របស់ប្រទេស Mexico នៅពេលដែលអ្នកបើកឡានចូលទៅកាន់ទីក្រុង Mexico City នៅក្នុងចម្ងាយ 10 គីឡូម៉ែត្រអ្នកត្រូវចំណាយពេលវេលាជាមធ្យម 35 នាទីទីក្រុងមួយនេះមានកម្រិតកកស្ទះចរាចរណ៍ជាមធ្យម 75.9% ការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងនេះកើតឡើងស្ទើរតែពេញមួយថ្ងៃគឺចាប់ពីម៉ោង 8 ព្រឹករហូតដល់ម៉ោង 6 ល្ងាចសូមអរគុណចំពោះការទស្សនាហើយយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយ